មានកាយមន្ត្រីសួរផ្ដល់នៅផ្នែកអំណាចឱកាសការងារជាមួយអ្នកធំស្ថាប័នរដ្ឋជួយឲ្យលោកអ្នកចរចាធំទទួលបានភាពជោគជ័យហើយតំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរផ្នែកមានន័យថាទទួលជោគជ័យកាន់តែច្រើនរាល់ពេលធ្វើដំណើរចេញទៅខាងក្រៅប្រទេសការពង្រីកទីផ្សារនៅតំបន់ផ្សេងបង្កើននិងទទួលឱកាសលុយកាក់ទ្រព្យសម្បត្តិនិងភាពវិបុលភាពច្រើននៅក្នុងមុខរបរយ៉ាងរលូនប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការអុចអាលពាក្យចចាមអារាមការនិយាយដើមចំនួនពាក្យសម្ដីដោយមិនដឹងខ្លួននេះជាជោគជតារិស័យឆ្នាំរោងប្រចាំខែ7ខែកក្កដាឆ្នាំ2026 Subscribe Channel បន្ទាប់ពីរូបកណ្ដឹងលោកអ្នកទទួលបានវីដេអូថ្មីៗជាបន្តមុនគេមុននឹងពលយើងធ្វើការវិភាគជោគជតារិស័យឆ្នាំរោងរបស់លោកអ្នកស្ថិតនៅក្នុងខែ7ខែកក្កដាឆ្នាំ2026และអំណរគុណចំពោះមិត្តភ័ក្តិបងប្អូនលោកហ្វេនគ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អៗនៅលើ Channel ផងដែរនៅក្នុងខែ7ជាខែប្រមេនេះគឺភ្ជាប់មកនៅធម្មពលរិស័យធាតុដីធាតុភ្លើងធាតុឈើហើយនិងធាតុទឹកឱកាសទាំងអស់នេះគឺសម្រាប់រិស័យឆ្នាំរោងរបស់លោកអ្នករិស័យនៃធម្មពលធាតុដីបង្ហាញអំពីភាពដឹកនាំមនុស្សនៅជុំវិញខ្លួនឱកាសនៅក្នុងការធ្វើទីផ្សារហើយក៏មានលក្ខណៈប្រកួតប្រជែងនោះផងដែររិស័យនៃធម្មពលធាតុភ្លើងបង្ហាញអំពីទ្រព្យសម្បត្តិសុខភាពប្រាជ្ញាបង្ហាញអំពីឱកាសនៅក្នុងការរៀបចំដឹកនាំតាមបែបបច្ចេកវិទ្យាសម័យទំនើបការធ្វើទីផ្សារការបិទការលក់និងឱកាសការកសាងទ្រព្យសម្បត្តិធម្មពលធាតុឈើបង្ហាញអំពីតំណែងអំណាចយុស័កមុខមាត់ទូនាទីឱកាសការងារល្អភាពជាអ្នកដឹកនាំហើយរិស័យនៃធម្មពលធាតុទឹកបង្ហាញអំពីទ្រព្យសម្បត្តិបង្ហាញអំពីការអភិវឌ្ឍតំណែងតំណងការចេញជាប្រភពប្រាក់ចំណូលផ្សេងជាពិសេសអាជីវកម្មទូទៅដែលលោកអ្នកត្រូវធ្វើការរៀបចំអភិវឌ្ឍដោយខ្លួនឯងដូច្នេះហើយរឿងល្អៗស្ថិតនៅក្នុងខែ7នេះបានបង្ហាញឲ្យឃើញថាលោកអ្នកមានកាយមង្គលច្រើនស្ថិតនៅក្នុងកិច្ចការងារតូចធំដែលបង្ហាញអំពីជាកាយមន្ត្រីសួរដែលផ្ដល់នៅផ្នែកអំណាចនិងឱកាសការងារជាមួយអ្នកធំឬស្ថាប័នរដ្ឋនឹងជួយឲ្យកិច្ចការងារចរចាធំទទួលបានភាពជោគជ័យនៅក្នុងនោះការវិបលភាពក៏បង្កើននៅឱកាសទទួលបានលុយកាក់ទ្រព្យសម្បត្តិនិងភាពរីកចម្រើននៅក្នុងមុខរបរយ៉ាងរលូននៅក្នុងនោះផងដែរក៏មានភាពការពារដ៏ខ្លាំងមួយដែលអាចជួយតាក់ទាញមនុស្សខ្ពង់ខ្ពស់អ្នកមានបុណ្យមកជួយជុំជ្រែងដោះស្រាយបញ្ហារាល់ឧបសគ្គនៅក្នុងជីវិតនៅក្នុងនោះផងដែរគឺវាជួយសម្រាលគ្រោះកាចរឿងបង្វែរបញ្ហាធំឲ្យខ្លះជាតូចនិងនាំមកនៅសំណាងក៏ដូចជាទទួលបានឱកាសលាភសក្ការៈអំពីការងារនិងអាជីវកម្មហើយវាជួយជំរុញឲ្យលោកអ្នកនឹងឡើងនៅតំណែងគេឈ្មោះទទួលបានសមត្ថភាពការទទួលស្គាល់នៅក្នុងការងារល្អខ្លាំងសម្រាប់ការត្រៀមសម្រាប់ការងារដូចជាសិស្សនិស្សិតត្រៀមប្រឡងស្ថិតនៅក្នុងខែ7ហ្នឹងហើយបើយើងចង់បានឡើងឋានៈក៏ដូចគ្នាផងដែរនេះគឺជាអ្វីដែលយើងគួរដឹងក៏ប៉ុន្តែស្ថិតនៅក្នុងកិច្ចការងារល្អទាំងឡាយក៏លោកអ្នកត្រូវមានសេចក្តីប្រុងប្រយ័ត្នស្ថិតនៅក្នុងខែ7នេះផងដែរនៅក្នុងផងដែរវាអាចនាំមកនៅរឿងអុចអាលពាក្យចចាមអារាមការនិយាយដើមថ្នាក់ឬគួរប្រយ័ត្នពាក្យសម្ដីដើម្បីជៀសវាងចំនួនដោយមិនដឹងខ្លួនវាជួបនៅឧបសគ្គស្មុគស្មាញវាអាចធ្វើឲ្យហាក់ដូចជាភាពតាក់ទើឬក៏បញ្ហាចាក់ស្រេះបន្តិចបន្តួចដែលទាមទារឲ្យយើងអត់ធ្មត់ដើម្បីធ្វើការដោះស្រាយហើយធ្វើឲ្យអារម្មណ៍របស់យើងឯកោមិនសូវមានអ្នកយល់ចិត្តពិបាកនៅក្នុងការធ្វើការងារជាក្រុមឬពេលខ្លះនេះគឺចង់ធ្វើការតែម្នាក់ឯងច្រើនជាងនៅក្នុងនោះផងដែរគឺបង្ហាញអំពីការកាន់ទុក្ខឬក៏ជាទូទៅក៏ត្រូវរំលឹកទៅដល់សុខភាពរបស់មនុស្សចាស់និងសមាជិកនៅក្នុងគ្រួសារដូច្នេះហើយស្ថិតនៅក្នុងខែ7នេះតើកត្តាធំទាំង6ដែលស្ដែងចេញជាភាគរយរបស់រិស័យឆ្នាំរោងលោកអ្នកនឹងមានសភាពដូចម្ដេចបើយើងធ្វើការវិភាគទៅលើកត្តាធំទាំង6ជាមុនដែលគិតជាភាគរយដើម្បីបងប្អូនលោកអ្នកងាយស្រួលស្ដាប់និងចងចាំយើងឃើញថាកត្តាធំទី1ដែលតាក់ទងជាមួយលុយកាក់សេដ្ឋកិច្ចហិរញ្ញវត្ថុទ្រព្យសម្បត្តិរបស់បងប្អូនស្ថិតនៅក្នុងខែ7នេះ
រិស័យឆ្នាំរោងរបស់លោកអ្នកនឹងមានឱកាសទទួលចាប់ពី 75% នឹងឡើងទៅកត្តាធំទី2ដែលតាក់ទងជាមួយនឹងគោលបំណងនៃជីវិតមនុស្សមកជួយឱកាសនៅក្នុងការវិនិយោគការរៀបចំកិច្ចការងារតំណាក់តំណងជាមួយមនុស្សតូចធំក្តីសម័យឬក៏ការរៀបចំចាត់ចែងនៅយុទ្ធសាស្ត្រផ្សេងការដឹកនាំសេណារីយ៉ូនៅក្នុងការគ្រប់គ្រងក្តីឱកាសស្ថិតនៅក្នុងខែ7នេះគឺលោកអ្នកទទួលបាន 75% កត្តាធំទី3ដែលតាក់ទងជាមួយតំណាក់តំណងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារបាត់ការលក់សម្រាប់រិស័យឆ្នាំរោងរបស់លោកអ្នកគឺទទួលបាន 75% កត្តាធំទី4ដែលតាក់ទងជាមួយនឹងគ្រួសារហើយនិងមិត្តភ័ក្តិរិស័យឆ្នាំរោងស្ថិតនៅក្នុងខែ7នេះគឺទទួលបាន 45%កត្តាបន្ទាប់ទី5ស្ថិតនៅក្នុងសុខភាពកាយសម្បទាមកួតភាពស្រស់ស្រាយនៅក្នុងជីវិតជាពិសេសឱកាសនៅក្នុងការងារដែលការផ្លាស់ប្ដូរពីមួយទៅមួយការដឹកនាំសិទ្ធិអំណាចឱកាសគឺទទួលបានចាប់ពី 40% ឡើងទៅហើយកត្តាធំទី6ដែលតាក់ទងជាមួយនឹងភាពជោគជ័យការផលិតការលក់ការរៀបចំកិច្ចការងារបណ្ដាញមនុស្សឬក៏សកម្មភាពនៅក្នុងសង្គមសកម្មភាពមនុស្សធម៌ឱកាសនៅក្នុងការធ្វើទីផ្សារតាក់ទងជាមួយនឹងការចែកចាយនិងការផ្សព្វផ្សាយជាមួយនឹងសមត្ថភាពនិងគំនិតច្នៃប្រឌិតនិងការអភិវឌ្ឍការបញ្ចេញសមត្ថភាពនៅក្នុងសង្គមលោកអ្នកទទួលបាន 75% ដូច្នេះយើងនឹងធ្វើការបកបង្ហាញព័ត៌មានលម្អិតដែលយោងទៅតាមកត្តាធំៗទាំង6សម្រាប់រិស័យឆ្នាំរោងតើរិស័យឆ្នាំរោងស្ថិតនៅក្នុងកិច្ចការងារទាំងឡាយទាំងអស់នេះមានរឿងអ្វីដែលល្អយ៉ាងច្រើនដែលយើងគួរចងចាំនិងយល់ដឹងហើយមានរឿងប្រុងប្រយ័ត្នយ៉ាងដូចម្តេចខ្លះនៅក្នុងដំណាក់កាលនីមួយៗបើមានបញ្ហាទាំងអស់នោះតើនឹងមានដំណោះស្រាយទេដំណោះស្រាយនោះនឹងត្រូវធ្វើដូចម្តេចយើងនឹងធ្វើការបកបង្ហាញរិស័យឆ្នាំរោងរបស់លោកអ្នកលម្អិតយ៉ាងពិសេសនាពេលបន្តិចទៀតនេះដោយយោងទៅតាមកត្តាធំទាំង6ខាងលើយើងកំពុងតែវិភាគជោគជតារិស័យរោងរបស់លោកអ្នកយ៉ាងលម្អិតស្ដីអំពីកត្តាទាំងអស់នេះចឹងកត្តាដែលយើងត្រូវដឹងជាមុនហ្នឹងគឺតាក់ទងជាមួយនឹងរឿងការងារមុខមាត់ទូនាទីអំណាចតំណែងតំណងជាមួយអ្នកធំអ្នកមានឥទ្ធិពលការកសាងជាកេរ្តិ៍ឈ្មោះឬក៏ការទទួលបាននូវកេរ្តិ៍មរតកឬក៏អចលនទ្រព្យជាពិសេសមុខរបររកស៊ីរបស់យើងតាក់ទងជាមួយនឹងរឿងអតិថិជនការបង្កើតចំណាប់អារម្មណ៍ដំបូងដើម្បីឲ្យអតិថិជនហ្នឹងចាប់អារម្មណ៍នៅលើផលិតផលឬក៏ជាសេវាកម្មរបស់យើងហើយនឹងទទួលបានការគ្រប់គ្រងស្រឡាញ់រាប់អានចេញអំពីមនុស្សដែលនៅជុំវិញខ្លួនយើងនឹងយ៉ាងម៉េចបាទឬក៏តំណែងតំណងជាមួយសាច់ញាតិចាស់ទុំសុខភាពការងារឬក៏មិត្តភ័ក្តិអីទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងរឿងនេះវាមានរឿងល្អៗដែលយើងគួរយល់ដឹងនិងចងចាំហើយនឹងមានរឿងប្រុងប្រយ័ត្នបាទអញ្ចឹងយើងចាប់ផ្ដើមពីរឿងដែលល្អៗជាមុនសិននៅក្នុងខែ7នេះកត្តាដែលល្អលោកអ្នកយើងឃើញថាបាទវារឿងមួយចំនួនបានបង្ហាញអំពីការដែលយើងនឹងទទួលបាននៅសំណាងនៃការឡើងឋានៈគេឈ្មោះឬក៏ការទទួលស្គាល់វាជួយឲ្យយើងមានឱកាសនៅក្នុងការឡើងតំណែងនិងមានគេគោរពស្រឡាញ់រាប់អាននៅក្នុងសង្គមនិងការងារហើយវាជួយរំលាយគ្រោះដែលវាមានឥទ្ធិពលនៅពេលដែលយើងជួបបញ្ហាឬឧបសគ្គឬក្តីក្តាំវាបង្វែរស្ថានភាពធ្ងន់នោះឲ្យក្លាយជាស្រាលហើយមានច្រកចេញយ៉ាងរលូនអញ្ចឹងយើងឃើញថាវាអាចជួយកាត់បន្ថយឥទ្ធិពលនៃផ្កាយអាក្រក់ដោះស្រាយបញ្ហាយល់ច្រឡំនិងរឿងដែលអាក្រក់ៗដែលយើងជួបនឹងនឹងរលាយបាត់ទៅវិញបាទនេះគឺជារឿងល្អដែលយើងគួរយល់ដឹងអញ្ចឹងនៅក្នុងកិច្ចការងារទាំងឡាយរិស័យឆ្នាំរោងរបស់លោកអ្នកនឹងមានឱកាសទទួលបានភាពជោគជ័យនៅក្នុងមុខរបរអាជីពជាពិសេសការងារដែលតាក់ទងជាមួយនឹងវិស័យនិងឧស្សាហកម្មធាតុមាសអញ្ចឹងធាតុមាសនេះតាក់ទងរឿងអីបងប្អូនវាតាក់ទងរឿងលុយកាក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុគ្រឿងអលង្ការឬក៏វត្ថុឧបករណ៍សម្ភារៈដែលបង្កើតចេញជាពីលោហៈធាតុអញ្ចឹងវាអាចមានដែលយើងជួបងាយស្រួលយល់ស្រួលចាំវាមានអីវាមានឡានវាមានម៉ូតូវាមានគ្រឿងអលង្ការបាទឬក៏กระดาษប្រាក់របស់យើងដែលយើងចាយនៅក្នុងការរកលុយអីហ្នឹងអញ្ចឹងនៅក្នុងកិច្ចការងារទាំងឡាយហ្នឹងស្ថិតនៅក្នុងខែ7សេចក្តីល្អទាំងអស់ហ្នឹងកើតមានឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះសម្រាប់វិស័យឆ្នាំរោងថារឿងទាំងអស់នេះគឺថាវាកើតមានឡើងល្អ
មានភាពលេចធ្លោច្រើនស្ថិតនៅក្នុងថ្ងៃទី5និងថ្ងៃទី25បាទហើយអញ្ចឹងសម្រាប់ការងារទាំងឡាយដែលតាក់ទងនឹងការឡើងតំណែងគេឈ្មោះទទួលបានសិទ្ធិអំណាចភាពល្បីល្បាញគឺក្នុងចំណោម31ថ្ងៃនៃខែ7លោកអ្នកមានឱកាសលេចធ្លោ3ថ្ងៃធំជាប់គ្នាគឺថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30ទាំង3ថ្ងៃនេះសិតតែជាថ្ងៃល្អសម្រាប់លោកអ្នកមិនថាការផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយការឡើងទូនាទីតំណែងឋានៈឬក៏ការសម្របសម្រួលឬការទទួលបានការគ្រប់គ្រងចេញអំពីថ្នាក់លើមេកោយឬអ្នកធំឬក៏បានការគ្រប់គ្រងចេញអំពីអតិថិជននឹងតែម្ដងគេស្រឡាញ់ចូលចិត្តរាប់អាននិងគេទទួលស្គាល់នូវគុណតម្លៃនៃផលិតផលរបស់យើងហ្នឹងគេនឹងចោះកងត្រាបិទការលក់ជាមួយនឹងយើងបាទនេះគឺជារឿងល្អដែលយើងត្រូវដឹងហើយនៅក្នុងនោះផងដែរការកសាងប្រភពចំណូលមានន័យថាយើងចេញទៅធ្វើដោយផ្ទាល់ឬក៏រៀបចំតំណែងតំណងដោយផ្ទាល់នឹងទទួលបានលុយទទួលបានឱកាសច្រើននៅក្នុងកិច្ចការងារនៅក្នុងការអភិវឌ្ឍជាពិសេសមុខរបរអាជីវកម្មដែលតាក់ទងជាមួយនឹងវិស័យធាតុទឹកបងប្អូនគឺដឹងថារឿងតាក់ទងជាមួយនឹងការដឹកជញ្ជូនទេសចរស្ប៉ាតាក់ទងជាមួយនឹងការផលិតផ្សេងនៃការចេញអំពីទឹកឧទាហរណ៍ថាដូចជាភេសជ្ជៈគ្រប់មុខអីជាដើមអញ្ចឹងយើងឃើញថាឱកាសទាំងអស់នោះវាកើតមានឡើងនៅក្នុងការរៀបចំការងារការចេញអំពីតំណែងតំណងរបស់យើងអញ្ចឹងវាកើតមាននៅក្នុងថ្ងៃណាខ្លះបងប្អូនថាវាកើតមាននៅក្នុងថ្ងៃទី8ថ្ងៃទី18និងថ្ងៃទី28បាទអញ្ចឹង3ថ្ងៃនេះក៏ជាថ្ងៃល្អដែរនៅក្នុងកិច្ចការងារទាំងឡាយយើងមិនអាចខ្វះមនុស្សនៅក្នុងការជួយទេអញ្ចឹងសមត្ថភាពរិស័យឆាំរងរបស់លោកអ្នកក៏អាចមានសម្ព័ន្ធមិត្តនៅក្នុងការជួយអញ្ចឹងយើងស្គាល់មិត្តភ័ក្តិថ្មីច្រើនដែលល្អដែលអាចជួយយើងនៅក្នុងកិច្ចការងារទាំងឡាយហ្នឹងអញ្ចឹងមិត្តភ័ក្តិទាំងអស់នោះណានឹងទទួលបានការគ្រប់គ្រងបាទចេញអំពីលោកអ្នកនឹងផ្ទាល់តែបង្ហាញអំពីរឿងល្អអញ្ចឹងនៅក្នុងខែ7នេះនឹងជួបមិត្តភ័ក្តិថ្មីនៅឱកាសនៅក្នុងការកសាងបណ្ដាញហ្នឹងស្ថិតនៅលើថ្ងៃទី3 13និងថ្ងៃទី23បាទអញ្ចឹងថ្ងៃដែលបានស្ដាប់ទាំងអស់នេះគឺជាថ្ងៃដែលមានភាពលេចធ្លោក្នុងចំណោម31ថ្ងៃនៃខែកក្កដាហ្នឹងមិនមែនមានន័យថា31ថ្ងៃហ្នឹងយើងប្រើបានតែ3ថ្ងៃហ្នឹងអញ្ចឹងប្រហែលថ្ងៃទៀតនឹងຕົកចោលមែនទេថ្ងៃនេះយើងធ្វើជាកិច្ចការងារទូទៅប៉ុន្តែលទ្ធផលដែលយើងសង្កេតឃើញភាពលេចធ្លោនឹងទទួលបានផលរលូនច្រើនគឺបណ្ដាថ្ងៃដែលបានរ៉ាយរ៉ាប់នៅគ្រប់កិច្ចការងារមួយដែលពាក់ព័ន្ធនឹងបាទនេះគឺជារឿងល្អដែលយើងគួរយល់ដឹងឥឡូវយើងពិនិត្យមើលនៅក្នុងរឿងដែលយើងគួរប្រុងប្រយ័ត្នវិញម្ដងបាទអញ្ចឹង research ឆាំរងរបស់លោកអ្នកដើម្បីទទួលបានកិច្ចល្អទាំងឡាយដែលបានរ៉ាយរ៉ាប់ខាងលើអបាញ់បាញ់នេះបងប្អូនលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នចំពោះការងារទាំងឡាយទាំងអស់ដូចគ្នាដែរថានេះវាត្រូវប្រុងប្រយ័ត្នដើម្បីទទួលបានរឿងនឹងល្អត្រូវប្រុងប្រយ័ត្នចេះគឺវាអាចនាំមកនៅការបាត់បង់បន្តិចបន្តួចឬក៏គ្រោះថ្នាក់ស្រាលដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជួនកាលតំណាងឲ្យយើងនឹងត្រូវគេក្បត់ឬក៏និយាយដើមពីក្រោយខ្នងបាទហើយតំណាងឲ្យការប្រឈមមុខនឹងធ្វើឲ្យប៉ះពាល់ទៅដល់អ្នកមានអំណាចឬក៏ថ្នាក់លើដោយអចេតនាហើយគូប្រុងប្រយ័ត្នចំពោះការប្រស័យតាក់ទងដើម្បីជៀសវាងការយល់ច្រឡំចេញពីមនុស្សដែលធំមានឋានៈទូនាទីធំជាងយើងនៅក្នុងនោះវាធ្វើឲ្យអារម្មណ៍យើងហាក់ដូចជាឯកោឬក៏ដាច់ឆ្ងាយពីគេហើយអារម្មណ៍គ្មានអ្នកយល់ចិត្តបើទោះជាមានមនុស្សនៅជុំវិញខ្លួនយើងច្រើនក៏ដោយអញ្ចឹងគួរជៀសវាងការចូលរួមនៅក្នុងពិធីបុណ្យសពឬទៅសួរទុកអ្នកជំងឺនៅមន្ទីរពេទ្យបើមិនចាំបាច់ក៏ព្រោះតែធម្មពលអវិជ្ជមានមកជាមួយយើងនឹងវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពនិងស្មារតីរបស់យើងដូច្នេះហើយក៏គួរប្រុងប្រយ័ត្នដែរចំពោះគ្រោះថ្នាក់បន្តិចបន្តួចដែលបង្កឲ្យមានរបួសស្នាមហូរឈាមការវះកាត់តូចតាចឬគួរប្រុងប្រយ័ត្នការប្រើប្រាស់វត្ថុមុតស្រួចបាទអញ្ចឹងវាធ្វើឲ្យកិច្ចការងារឬក៏ផលហិរញ្ញវត្ថុរបស់យើងនឹងវាឡើងចុះមិននឹងណដែតដងអញ្ចឹងជាពិសេសគឺថាស្ថិតនៅក្នុងការងារទាំងអស់ហ្នឹងត្រូវដាស់តឿនខ្លួនឯងឲ្យប្រុងប្រយ័ត្នជាពិសេសគឺការធ្វើដំណើរទៅតាមផ្លូវទឹកឬក៏ការលេងទឹកអញ្ចឹងគឺថាអ្វីគឺទៅជួបនឹងបញ្ហារឿងទឹកហ្នឹងបាទជាពិសេសខែភ្លៀងអញ្ចឹងហើយអាការធ្វើដំណើរបើកឡានក្តីជិះម៉ូតូក្តីនៅកំពុងតែភ្លៀងហ្នឹងក៏ត្រូវប្រុងប្រយ័ត្នបាទចំពោះរឿងសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវអញ្ចឹងវាក៏បង្ហាញដែរវាអាចនាំមកនូវបញ្ហារកម្មរកោសការយល់ច្រឡំបង្ក
ឡើងដោយស្ត្រីជាពិសេសនៅក្នុងចំណោមសាច់ញាតិឬមិត្តភ័ក្តិយើងជាមនុស្សស្រីនោះណាបង្ករំខានផ្លូវចិត្តបន្តិចបន្តួចទាំងអស់នេះជាសេចក្តីប្រុងប្រយ័ត្នបាទអញ្ចឹងកាលណាយើងប្រុងប្រយ័ត្នបានយើងនឹងរកវិធីដោះស្រាយទៅតាមន័យមួយនឹងថាតើយើងអាចចូលក្នុងចំណុចណាដែលយើងខ្វះខាតនោះអញ្ចឹងការស្ដាប់នេះការស្ដាប់សេចក្តីប្រុងប្រយ័ត្ននេះគឺជាផែនទីគឺជា GPS ដែលអាចយើងដឹងថាផ្លូវនឹងមានឧបសគ្គបែបហ្នឹងអញ្ចឹងយើងរកមធ្យោបាយដើម្បីទៅផ្លូវដែលរលូនបាទនេះគឺជាចំណុចល្អដែលបងប្អូនមនុស្សប្រុសស្រីទាំងឡាយមិត្តហ្វេនគ្រប់គ្នាដែលកំពុងស្ដាប់ក្តីអ្នកដែលកើតនៅក្នុងឆ្នាំរោងក្តីគួរយល់ដឹងនិងចងចាំដោយយោងក៏ទៅតាមកត្តាធំទាំង6យើងកំពុងតែជាករិស័យឆ្នាំរោងរបស់លោកអ្នកហើយមើលត្រូវត្រង់ថានៅក្នុងខែ7នេះឱកាសនៅក្នុងការរកលុយសមត្ថភាពនៅក្នុងការបង្កើនទ្រព្យសម្បត្តិឱកាសអាជីវកម្មតំណែងតំណងការងារក្នុងក្រៅប្រទេសការងារបែបសេរីភាពតំណែងតំណងជាមួយនឹងថ្នាក់លើរបស់យើងនឹងយ៉ាងម៉េចដែរគោលបំណងមហិច្ឆតាស្ថិរភាពការងារការដឹកនាំការទទួលខុសត្រូវការឡើងតំណែងនៅក្នុងការងារប្រាក់ចំណូលរបស់យើងឬក៏តំណែងតំណងជាមួយនឹងសាច់ញាតិជាពិសេសឪពុកម្ដាយជាមួយបងប្អូនរបស់យើងតើយ៉ាងម៉េចដែរនៅក្នុងរឿងទាំងឡាយដែលតាក់ទងជាមួយនឹងរឿងលុយកាក់និងអាជីវកម្មរបស់យើងអញ្ចឹងនៅក្នុងទាំងអស់នេះក៏វាមានរឿងល្អនិងមានរឿងដែលយើងគួរប្រុងប្រយ័ត្នដែរអញ្ចឹងយើងពិនិត្យមើលទៅក្នុងរឿងល្អជាមុនសិនស្ថិតនៅក្នុងខែ7នេះឬសេចឆ្នាំរោគរបស់លោកអ្នកដែលតាក់ទងជាមួយមុខរបរអាជីពការងារនៅក្នុងការរកលុយផលិតទ្រព្យរបស់យើងនឹងមានរឿងល្អដូចជាមានផ្កាយមង្គលបាននាំមកនៅតំណែងតំណងល្អភាពចុះសម្រុងការគ្រប់គ្រងជាមួយមនុស្សដែលនៅជុំវិញខ្លួនហើយវាជួយបង្កើនឱកាសសហការនិងដៃគូជំនួញបានល្អហើយវាជាផ្កាយដែលមានពន្លឺខ្លាំងមានឥទ្ធិពលខ្លាំងបាទអញ្ចឹងអ្វីជាផ្កាយដោយបានបញ្ជាក់នៅក្នុងវីដេអូយ៉ាងច្រើនហើយថាគឺជាមនុស្សដែលរស់នៅវិស័យតាក់ទងជាមួយយើងនឹងគឺជាមនុស្សដែលមានគុណធម៌ចិត្តបន់ឬក៏ជាមនុស្សដែលមានសមត្ថភាពរាប់អានជាមួយយើងដោយភាពស្មោះត្រង់បាទហ្នឹងគឺជាមនុស្សមង្គលហើយជាផ្កាយមង្គលហើយបាទអញ្ចឹងវាជួយរំលាយរឿងសយឬឧបសគ្គផ្សេងតំណាងឲ្យការទទួលបានការជុំផ្សេងចេញពីមនុស្សដែលពេញវ័យថ្នាក់លើជាពិសេសនោះគឺថាបរិសុទ្ធនឹងតែម្ដងវាជួយឲ្យលោកអ្នកមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងមុខរបរបង្ហាញអំពីតំណាងឲ្យភាពស្ដុកស្ដំទ្រព្យសម្បត្តិឋានៈខ្ពង់ខ្ពស់នៅក្នុងរឿងការងារបង្ហាញអំពីឱកាសផលចំណេញខ្ពស់ជីវភាពធូរធារនិងមានជំនួយហិរញ្ញវត្ថុល្អចូលមកបាទអញ្ចឹងស្ថិតនៅក្នុងកិច្ចការងារទាំងឡាយស្ថិតនៅក្នុងខែ7នេះគឺឱកាសនៅក្នុងការរកលុយទទួលបានផលចំណេញច្រើនទទួលបានឱកាសនៅក្នុងការវិនិយោគផ្សេងឱកាសនៅក្នុងការដែលយើងទទួលបាននៅលុយកាក់និងទ្រព្យសម្បត្តិដែលកើតចេញអំពីគំនិតបញ្ញារបស់យើងកើតចេញអំពីការដោះស្រាយបញ្ហាផ្សេងឲ្យអតិថិជននិយាយរួមទៅការលក់ផលិតផលតែម្ដងបាទអញ្ចឹងដោះស្រាយបញ្ហាហ្នឹងគឺថាតាក់ទងជាមួយមុខរបរអាជីពដែលតាក់ទងជាមួយនឹងខ្សែធាតុទឹកអញ្ចឹងធាតុទឹកនេះបងប្អូនបើមានសមត្ថភាពឬក៏បងប្អូនកំពុងតែធ្វើការហើយហ្នឹងមានស្អីខ្លះបងប្អូនមានការដឹកជញ្ជូនគ្រប់ប្រភេទមិនថាដឹកជញ្ជូនមនុស្សដឹកជញ្ជូនអីវ៉ាន់ផលិតផលឬក៏ការនាំមនុស្សដើរលេងដែលយើងហៅថាទេសចរស្ប៉ាដែលយើងហៅថាមុខរបរទូទៅអាជីពតំណែងតំណងការងារអញ្ចឹងបើសិនជាយើងអ្នកមន្ត្រីរាជការគេថាមន្ត្រីតាក់ទងជាមួយនឹងតំណែងតំណងជាតិអន្តរជាតិអញ្ចឹងណាអញ្ចឹងទូនាទីហ្នឹងនឹងមានភាពទទួលបាននៅរឿងលុយកាក់ទាំងអស់ហ្នឹងអញ្ចឹងឱកាសដែលយើងទទួលបានគឺស្ថិតនៅក្នុងថ្ងៃទី8 18និងថ្ងៃទី28ស្ថិតនៅក្នុងខែ7នេះឱកាសនៅក្នុងភាពមានបានទាំងឡាយរបស់រិស័យឆ្នាំរោងរបស់លោកអ្នកនឹងមានឱកាសទទួលបានទិញទ្រព្យជាពិសេសទ្រព្យដែលតាក់ទងជាមួយនឹងការប្រើប្រាស់ឧបករណ៍សម្ភារៈរឿងរបស់សបាយឥឡូវយើងឧទាហរណ៍ងាយស្រួលស្ដាប់មិនថាមែនតែប៉ុណ្្នឹងទេអញ្ចឹងឧទាហរណ៍លោកអ្នកចង់ទិញដំណើរកំសាន្តឬក៏ជាចង់ទិញជាគ្រឿងដូចជាឧទាហរណ៍ថាទូរស័ព្ទដៃកុំព្យូទ័រឬក៏អ្វីដែលតាក់ទងជាមួយនឹងទ្រព្យសម្បត្តិហើយយើងអាចទិញដីទិញឡានទិញផ្ទះទិញឧបករណ៍សម្ភារៈប្រើប្រាស់ទំនើបដែលធ្វើឲ្យចិត្តយើងនឹងសប្បាយនៅក្នុងការងារទាំងឡាយហ្នឹងហើយអញ្ចឹងឱកាសនៅក្នុងការដែលយើងទទួលបាននៅផលទាំងអស់នោះនឹងកើតមានឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះបាទអញ្ចឹងកើតមានឡើងស្ថិតនៅក្នុង
ថ្ងៃទី2និងថ្ងៃទី12និងថ្ងៃទី22ស្ថិតនៅក្នុងខែ7ហ្នឹងចាប់ឱកាសទិញទ្រព្យច្រើនទទួលបានផលល្អឬក៏ពេញលេញហ្នឹងគឺស្ថិតនៅលើថ្ងៃទី22បាទមួយវិញទៀតនៅក្នុងការធ្វើការងារ office ក្តីគេថាទទួលបានការគ្រប់គ្រងចេញអំពីថ្នាក់លើចវាយនាយតកែទទួលបានការឡើងឋានៈការងារបាទឬក៏ការផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយហ្នឹងឱកាសទាំងអស់ហ្នឹងមានភាពលេចធ្លោស្ថិតនៅក្នុងថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30បាទណាមួយវិញទៀតបើយើងលក់ដូរដាច់គឺថាមានអតិថិជនជួយគ្រប់គ្រងទិញច្រើនក៏ស្ថិតនៅលើថ្ងៃហ្នឹងដែរ10 20 30បាទជាកិច្ចល្អប្រសើរសម្រាប់យើងអ្នករកស៊ីឬអ្នកធ្វើការមានកិច្ចការងារល្អប្រសើរនៅក្នុងរឿងទាំងឡាយកិច្ចការងារទាំងឡាយដែលតាក់ទងជាមួយនឹងរឿងមុខរបរអាជីពឬក៏អចលនទ្រព្យដែលតាក់ទងជាមួយនឹងការងារយើងទាំងអស់ហ្នឹងមានភាពជោគជ័យលឿនមានភាពទទួលបានផលល្អក៏យើងកុំភ្លេចប្រុងប្រយ័ត្នដែរអញ្ចឹងសេចក្តីដែលយើងប្រុងប្រយ័ត្ននោះនៅក្នុងខែ7នេះសម្រាប់វិស័យឆ្លាមរោគគឺមានអ្នកប្រកួតប្រជែងមានការប្រកួតប្រជែងការដឹកនាំអញ្ចឹងការប្រកួតប្រជែងនេះយើងឃើញថាបើសិនជាយើងជាអ្នកដែលរកស៊ីគឺបញ្ជាក់ថាការប្រកួតប្រជែងការរឿងពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យភិជាឬក៏មុខរបរដែលតាក់ទងជាមួយនឹងធាតុដីអញ្ចឹងធាតុដីបងប្អូនដឹងហើយគឺមុខរបររកស៊ីខាងរឿងត្បូងគ្រឿងពេជ្រគ្រឿងត្បូងណានឹងមួយតាក់ទងជាមួយនឹងរឿងមុខរបរតាក់ទងរឿងគ្រឿងសំណង់ឬក៏ទូនីតិតំណែងការងារតាក់ទងជាមួយនៅក្នុងក្រសួងដែនដីនគររូបនីយកម្មអញ្ចឹងវាមានគូប្រកួតប្រជែងនៅក្នុងហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនជាមនុស្សប្រុសចាំរោគគឺស្រីជាគូប្រកួតប្រជែងហើយបើបងគឺជាស្រីគឺមនុស្សប្រុសជាអ្នកប្រកួតប្រជែងនៅក្នុងកិច្ចការងារហ្នឹងបាទអញ្ចឹងយើងឃើញថាតើការប្រកួតប្រជែងនេះវាស្ថិតនៅក្នុងថ្ងៃណាខ្លះបាទដែលយើងគួរយល់ដឹងនិងប្រុងប្រយ័ត្នគឺមានការប្រកួតប្រជែងលេចធ្លោខ្លាំងស្ថិតនៅក្នុងថ្ងៃទី14ខែ7អញ្ចឹងចំណុចទាំងអស់នេះមិនថាជាអ្នករកស៊ីអ្នកធ្វើការគឺសេចក្តីប្រកួតប្រជែងទាំងអស់ហ្នឹងវានឹងកើតមានឡើងហើយបើជាក់មួយយ៉ាងទៀតក៏បង្ហាញដែរថាប្រយ័ត្នរឿងប្រជែងទៅបាត់ទូនីតិតំណែងការងាររបស់យើងណាមួយទៀតក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅឆ្ងាយជាពិសេសទៅទិសខាងត្បូងកើតដែលបង្ហាញអំពីការបាត់បង់ទ្រព្យសម្បត្តិជាពិសេសគ្រឿងត្បូងមិនថាជាត្បូងជៀនកវិលឬក៏ខ្សែដៃដែលយើងពាក់ទៅវាអាចជ្រុះត្បូងជ្រុះអីឬក៏បាត់របស់ហ្នឹងឬបាត់របស់សំខាន់វាដូចជាអត្តសញ្ញាណប័ណ្ណឬក៏ប៉ាសពតអីជាដើមអញ្ចឹងត្រូវប្រុងប្រយ័ត្នចំពោះរឿងទាំងអស់ហ្នឹងចំពោះរឿងចោរកម្មផ្សេងបាទសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបន្ថែមហ្នឹងគឺមានដូចជាគឺអារម្មណ៍យើងគឺថាមើលទៅដូចថាខំប្រឹងប្រែងណាប៉ុន្តែអត់សូវបានផលហើយជួបតែការខកបំណងណាត្រូវប្រុងប្រយ័ត្នរឿងអារម្មណ៍របស់ខ្លួនឯងហ្នឹងឲ្យបានច្រើនអញ្ចឹងសម្រាប់បងប្អូនគឺថាមានកំណត់ឆ្នៃប្រឌិតយុទ្ធសាស្ត្រទស្សនវិជ្ជាបែបណាក៏ដោយគឺថាមានកំណត់ប្លែកទោះបីជាយើងខំប្រឹងបង្កើតអីច្រើនប៉ុន្តែរឿងខ្លះវាអត់ទាន់បានសមដូចបំណងយើងគិតថាល្អជាងគេដាក់ទៅតែបានផលចំណេញប៉ុន្តែអានឹងវាឲ្យផលក្រោយប៉ុន្តែយើងចង់បានឥឡូវអញ្ចឹងអាចចំណុចទាំងអស់នេះដែលយើងគួរយកចិត្តទុកដាក់ពីរឿងតាមសង្កេតមើលលទ្ធផលក្នុងផ្លូវចិត្តរបស់យើងដែរបាទមួយទៀតក៏ត្រូវប្រុងប្រយ័ត្នដែរវាមានផលធម្មពលស្រអាប់ដែលនាំឲ្យចិត្តរបស់យើងសាយម៉ងមូមងតានតឹងនៅក្នុងកិច្ចការងារក្នុងចិត្តវាធ្វើឲ្យមានការយល់ច្រឡំគ្នាបន្តិចបន្តួចជាមួយអ្នកដទៃធ្វើឲ្យប៉ះពាល់អារម្មណ៍ដើម្បីបំពេញការងារហើយនៅក្នុងនោះផងដែរក៏ត្រូវប្រុងប្រយ័ត្នចំពោះរឿងសុខភាពបាទសុខភាពឬក៏គ្រោះថ្នាក់ជាយថាហេតុជាពិសេសគឺការធ្វើដំណើរនិងតាក់ទងជាមួយនឹងរឿងសុវត្ថិភាពយើងណានៅក្នុងការងារអញ្ចឹងត្រូវរំលឹកកុំធ្វេសប្រហែសនៅក្នុងការងារប្រចាំថ្ងៃហ្នឹងបាទនេះគឺជាអ្វីដែលយើងគួរយល់ដឹងនិងចងចាំបាទអញ្ចឹងយើងពិនិត្យមើលបន្ថែមសម្រាប់វិស័យឆ្លាមរោគរបស់លោកអ្នកយកទៅតាមកត្តាធំទាំង6យើងកំពុងតែពិនិត្យទៅលើមុខមាត់ទូនីតិចិត្តគំនិតសុខភាពឧបនិស្ស័យវាសនាភាពជោគជ័យរបស់យើងដៃគូអាជីវកម្មដៃគូជីវិតឬក៏ជីវិតប្តីប្រពន្ធរបស់យើងហ្នឹងកន្លែងគិតលុយកន្លែងហៅលុយភាគហ៊ុនការលេងភាគហ៊ុនមើលនៅក្នុងកិច្ចការងារនៅក្នុងផ្ទះរបស់យើងចំពោះមនុស្ស
ដែលនៅលីវតាមានឱកាសនឹងជួបគូព្រៃរបស់ខ្លួនទេគូក្រងទេជួបទៅល្អឱកាសនៅកន្លែងណាបាទនៅពេលណាអញ្ចឹងទាំងអស់នេះវាមានរឿងល្អនិងមានរឿងមិនល្អដែលយើងត្រូវដឹងដូចគ្នាដែរឥឡូវយើងមកស្ដាប់រឿងល្អជាមុនសិនថានៅក្នុងខែ7នេះរិស័យឆ្នាំរោងរបស់លោកអ្នករាល់បញ្ហាលំបាកឬឧបសគ្គក្តីក្តាមណាមួយណានឹងមានឱកាសជួបជាមួយអ្នកដែលមានសមត្ថភាពនឹងជួយជុំជែកដោះស្រាយបញ្ហាហ្នឹងពីធន់ទៅស្រាលពីអាក្រក់មកល្អវិញបាទនេះជារឿងជួបរឿងល្អហើយមានផ្កាយមង្គលដែលនាំមកនៅគេឈ្មោះការឡើងទូនាទីតំណែងឋានៈការទទួលស្គាល់វាជួយឲ្យយើងលើកតម្កើងនៅតាក់ទងជាមួយនឹងការងារមុខជំនួញនឹងមានឱកាសនៅក្នុងការឡើងឋានៈនិងទទួលបានការគោរពចេញអំពីមនុស្សដែលនៅជុំវិញខ្លួនបាទអញ្ចឹងនេះគឺជារឿងល្អដែលយើងត្រូវដឹងហើយឱកាសនៅក្នុងការឡើងទូនាទីតំណែងសម្រាប់រាសីឆ្នាំរោងរបស់លោកអ្នកបានប្រកាសហើយនៅក្នុងនីតិខាងដើមគឺប្រកាសយ៉ាងច្រើនស្ដីពីកិច្ចការងារហ្នឹងគឺថាចំណោម31ថ្ងៃស្ថិតនៅក្នុងខែ7ហ្នឹងមានភាពលេចធ្លោរហូតដល់3ថ្ងៃគឺថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30នេះគឺការឡើងទូនាទីតំណែងនិងឋានៈបាទនៅក្នុងនោះផងដែរចំពោះរឿងកិច្ចការងារដែលតាក់ទងជាមួយនឹងរឿងលុយកាក់បាទរឿងលុយកាក់នេះគឺបានបញ្ជាក់ដូចគ្នាដែរគឺមានចំនួន3ថ្ងៃថ្ងៃទី8 18និងថ្ងៃទី28បាទទទួលបានឱកាសលុយច្រើននៅក្នុងការងារមុខរបរជំនួយរបស់យើងបាទហើយនៅក្នុងនោះផងដែរក៏មានមិត្តភ័ក្តិគេស្រឡាញ់ចូលចិត្តរាប់អានយើងច្រើនដូចគ្នាស្ថិតនៅក្នុងការងារដែលតាក់ទងក្នុងការកសាងបណ្ដាញការកសាងទីផ្សារណាឬក៏ជួបមិត្តភ័ក្តិល្អថ្មីជាច្រើនហ្នឹងក៏ស្ថិតនៅក្នុងថ្ងៃទី3ថ្ងៃទី13និងថ្ងៃទី23បាទអញ្ចឹង9ថ្ងៃដែលតាក់ទងជាមួយនឹងមិត្តភ័ក្តិលុយកាក់ទ្រព្យសម្បត្តិគេឈ្មោះអំណាចគឺល្អទាំងអស់នៅក្នុងការងារហ្នឹងបាទបង្ហាញអំពីរិស័យឆ្នាំរោងនឹងទទួលបានឱកាសទាំងអស់ហ្នឹងបាទឥឡូវយើងមើលរឿងដែលយើងគួរប្រុងប្រយ័ត្នវិញម្ដងបាទរឿងគួរប្រុងប្រយ័ត្ននេះប្រុងប្រយ័ត្នទៅលើអីខ្លះបងប្អូនអញ្ចឹងយើងឃើញថារិស័យខាងលើរោងរិស័យខាងក្រោមក៏រោងដូចគ្នាបង្ហាញអំពីភាពមិនបត់បែនហើយនៅក្នុងទូរិស័យលក្ខបង្ហាញអំពីមិត្តភ័ក្តិដែលបង្ហាញអំពីថាមនុស្សប្រុសក្តីមនុស្សស្រីក្តីបើចង់បានសុភមង្គលកុំនិយាយរឿងមនុស្សប្រុសឬក៏មនុស្សស្រីបើយើងជាប្តីណាកុំសូវនិយាយពីរឿងស្រីនៅខាងច្រើនពេកហើយបើយើងជាភរិយាវិញក៏កុំសូវលើកធៀបជាមួយប្រុសនៅខាងក្រៅអ្នកនេះជាមួយនឹងប្តីឬក៏យ៉ាងភាពច្រើនស្ថិតនៅក្នុងការងារហ្នឹងពីព្រោះអារម្មណ៍គឺបង្ហាញអំពីមនុស្សនៅខាងក្រៅនឹងច្រើនជាងស្វាមីឬភរិយារបស់ខ្លួនអញ្ចឹងវាកើតទៅជារឿងការយល់ច្រឡំផ្សេងនេះហើយគឺជារឿងដែលយើងគួរប្រុងប្រយ័ត្នទៅលើផ្នែកផ្លូវចិត្តទី1សិនបាទអញ្ចឹងកាលណាយើងយល់ពីសេចក្តីទាំងអស់ហ្នឹងគឺការយល់ចិត្តគ្នានឹងសិនបានអាភាពរីកចម្រើនហ្នឹងវារត់មកតាមក្រោយជាបន្តបន្ទាប់អញ្ចឹងសេចក្តីប្រុងប្រយ័ត្នបន្ថែមហ្នឹងដើម្បីឲ្យភាពមានបានសុភមង្គលការកើតឡើងនឹងល្អប្រសើរហ្នឹងគឺយើងត្រូវយល់ចិត្តអញ្ចឹងសិនណានេះជាសេចក្តីដែលយើងគួរយល់ដឹងបាទបើយើងកលេចមើលនៅក្នុងកិច្ចការងារទាំងឡាយដែលតាក់ទងជាមួយនឹងមនុស្សដែលនៅលីវណាមនុស្សដែលនៅលីវអញ្ចឹងរាសីឆ្នាំរោងរបស់លោកអ្នកនៅក្នុងការដែលទទួលបានឱកាសនៅក្នុងការជួបមនុស្សប្រុសដែលជាស្វាមីរបស់ខ្លួនអនាគតស្វាមីរបស់ខ្លួនគឺមានឱកាសច្រើនបានបញ្ជាក់ស្ថិតនៅក្នុងថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30បាទហើយសម្រាប់មនុស្សប្រុសវិញដែលអាចជួបអនាគតភរិយារបស់ខ្លួនបាទស្ថិតនៅក្នុងទីផ្សារការងារឬក៏បណ្ដាញសង្គមខាងក្រៅអាចមើលឃើញហើយក៏មានឱកាសអាចទៅចូលស្ដីដណ្ដឹងគាត់ទទួលបានឬការណែនាំចេញអំពីអ្នកផ្ទះរបស់ខ្លួនហ្នឹងបាទទៅកាន់មនុស្សស្រីដែលជាអនាគតភរិយារបស់ខ្លួនហ្នឹងអញ្ចឹងឱកាសស្ថិតនៅក្នុងដែលបើជួបនៅក្នុងថ្ងៃទី8ថ្ងៃទី18និងថ្ងៃទី28គឺថាឱកាសជួបមនុស្សពិតមនុស្សដែលជាអនាគតរបស់យើងមកផុតពីហ្នឹងទៅគឺថាដូចធម្មតាមិនមែនជាគូរបស់យើងអញ្ចឹងជាឱកាសព័ត៌មានដែលយើងបញ្ជាក់ពីរឿងទាំងអស់ហ្នឹងណាមួយវិញទៀតបើសិនជាបងប្អូនជាមនុស្សស្រីមិនទាន់ត្រូវការដល់គូចង់មានគូទេមានន័យថាបងប្អូននឹងទទួលបានឱកាសការងារការឡើងតំណែងទូនាទីឋានៈឬក៏ផ្លាស់ប្ដូរការងារពីមួយទៅមួយបើយើងអ្នករកស៊ី
មានន័យថាយើងលក់ដូរដាច់មានអតិថិជនជួយគ្រប់គ្រងច្រើនជាពិសេសមុខរបរដែលតាក់ទងជាមួយនៅក្នុងរឿងវិស័យធាតុឈើហ្នឹងគឺថារួមទាំងអ្នកលក់កណាត់ខោអាវអ្នកលក់ផ្លែឈើអ្នកលក់ស្រូវអង្ករអ្នកតាក់ទងជាមួយអ្នកព្យាបាលឬក៏សេវាកម្មសុខភាពអីផ្សេងអ្នកដែលរកស៊ីនៅក្នុងវិស័យអប់រំទាំងអស់នេះចិត្តតែយើងត្រូវលុយបាននៅក្នុងខែ7នេះបាទម្យ៉ាងវិញទៀតសម្រាប់មនុស្សប្រុសបើបងប្អូនមិនទាន់ត្រូវការគូទេដល់គូទេគឺថាយើងនឹងទទួលបានលុយច្រើនលុយដែលកើតចេញអំពីការដោះស្រាយបញ្ហាលក់ផលិតផលគេហៅថាបែកញើសបានលុយខំប្រឹងកាន់តែច្រើនលុយកាន់តែច្រើនបាទបើអ្នកខ្លះខំប្រឹងហើយអត់បានលុយអញ្ចឹងស្ដាប់ឲ្យតន់អញ្ចឹងកិច្ចការងារទាំងឡាយដែលតាក់ទងជាមួយនឹងរឿងលុយកាក់ទាំងអស់របស់រិស័យឆ្នាំរោងសម្រាប់មនុស្សប្រុសហ្នឹងកើតមាននៅក្នុងថ្ងៃទី8 18និងថ្ងៃទី28ដែលយើងគួរយល់ដឹងហើយកិច្ចការងារទាំងអស់នេះគឺកើតឡើងជាពិសេសការប្រើប្រាស់នៅក្នុងកិច្ចការងារដែលតាក់ទងជាមួយនឹងការអភិវឌ្ឍនៅមុខរបរដែលតាក់ទងជាមួយនឹងវិស័យធាតុមាសនិងធាតុទឹកបាទអញ្ចឹងសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបន្ថែមចំពោះទាំងអស់គ្នានៅក្នុងការងារទាំងអស់ហ្នឹងគឺថាយើងត្រូវប្រុងប្រយ័ត្នចំពោះការបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្តួចការគ្រោះថ្នាក់ស្រាលការខូចខាតសម្ភារៈហើយវានាំមកនឹងការនិយាយដើមការយល់ច្រឡំចេញអំពីអ្នកដទៃហើយតំណាងឲ្យការប៉ះទង្គិចអារម្មណ៍ឬក៏ធ្វើឲ្យអ្នកមានអំណាចហ្នឹងខឹងសម្បាជាមួយយើងដោយចេតនាចឹងគួរប្រុងប្រយ័ត្នចំពោះការនៅក្នុងការប្រកែកឬក៏ការបង្កើតចំនួនជាមួយអ្នកដទៃហើយមួយទៀតដូចបានបញ្ជាក់នៅខាងដើមអញ្ចឹងណាជាមួយនឹងប្តីប្រពន្ធហ្នឹងគឺថាមានអារម្មណ៍មិនយល់ចិត្តគ្នានៅតែម្នាក់ឯងឬក៏ពេលខ្លះអអន់ចិត្តជាមួយដៃគូប្តីប្រពន្ធដោយសារតែប្រស្រ័យតាក់ទងគ្នាមិនសូវយល់ចិត្តហើយតាក់ទងជាមួយនឹងរឿងធម្មពលអវិជ្ជមានគឺបើជាបានជាទៅការចូលរួមជាមួយពិធីបុណ្យសពឬក៏សួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យអីជាដើមបាទព្រោះកន្លែងនេះវាមានធម្មពលយិនខ្លាំងអញ្ចឹងវាធ្វើឲ្យសុខភាពរបស់យើងនឹងវាថាវាប៉ះពាល់សុខភាពរបស់យើងវិញដែរអញ្ចឹងមួយទៀតការប្រើប្រាស់ឧបករណ៍សម្ភារៈដែលមុតស្រួចយើងបង្ការទៅខ្លាចមុតហូរឈាមឬក៏ពេលខ្លះយើងវាធ្វើឲ្យរឿងយើងឈឺធ្មេញឈឺអីហ្នឹងណាហូរឈាមចេញពីធ្មេញអីហ្នឹងកាច់ធ្មេញដកធ្មេញអីហ្នឹងអញ្ចឹងវាអាចមានសភាពទាំងអស់ហ្នឹងកើតឡើងហើយពេលខ្លះនេះគឺថាយើងត្រូវយកចិត្តទុកដាក់ចំពោះអារម្មណ៍ដែលប្រែប្រួលមិនទៅទៀងនៅក្នុងចិត្តរបស់យើងជាពិសេសគឺការរេរែកនៅក្នុងការសម្រេចចិត្តទាំងអស់នេះវាកើតឡើងជាឧបសគ្គតូចតាចដែលធ្វើឲ្យយឺតយ៉ាវបណ្ដាលឲ្យមានការយល់ច្រឡំភាគច្រើនវាតាក់ទងជាមួយនឹងសមាជិកគ្រួសារឬក៏មនុស្សស្រីនឹងតែម្ដងបាទនេះគឺជាអ្វីដែលយើងគួរយកចិត្តទុកដាក់បាទអញ្ចឹងយើងឃើញថាមនុស្សប្រុសអ្នកដែលកើតនៅក្នុងឆ្នាំរោងគឺថាមានមនុស្សស្រីខ្លះជាឧបសគ្គស្ថិតនៅក្នុងការងាររបស់យើងអញ្ចឹងយើងគួរប្រុងប្រយ័ត្នចំពោះពាក្យសម្ដីដែលនិយាយលេងសើចច្រើនជាមួយមនុស្សស្រីសម្រាប់កិច្ចបន្ទាប់នៅតាមកត្តាធំទាំង6បានយោងចេញជារិស័យឆ្នាំរោងរបស់លោកអ្នកហើយយើងកំពុងតែពិនិត្យវិភាគនៅក្នុងរឿងទាំងឡាយដែលតាក់ទងជាមួយនឹងការវិនិយោគចំណង់ចំណូលចិត្តការងារតូចធំតាក់ទងជាមួយនឹងអ្វីដែលយើងហៅថាកិច្ចការងារតាក់ទងជាមួយនឹងការអភិវឌ្ឍមុខរបររកស៊ីការដឹកនាំឬក៏សមត្ថភាពនៅក្នុងការគ្រប់គ្រងចាត់ចែងដឹកនាំកូនចៅរបស់លោកអ្នកផងដែរអញ្ចឹងនៅក្នុងវ័យចាស់នេះតើយើងមានសមត្ថភាពនៅក្នុងការវិនិយោគរកលុយបន្ថែមទេឬក៏ការវិនិយោគរបស់លោកអ្នកទូទៅមិនចាំបាច់ថាវ័យចាស់ទេថាមុខរបរទាំងអស់ហ្នឹងដែលយើងត្រូវវិនិយោគបន្ថែមណាអញ្ចឹងមុខរបរអាជីវកម្មហើយនឹងការវិនិយោគអញ្ចឹងវាមានលក្ខណៈខុសគ្នាបន្តិចតួចត្រង់ថាអាមុខរបរយើងវាទូទៅណាអញ្ចឹងដល់ពេលវិនិយោគដូចថាមុខរបរបន្ថែមឬក៏ការរកបន្ថែម1 2 3ពីលើនឹងអញ្ចឹងបងប្អូនត្រូវស្ដាប់ឲ្យទាន់ពីរឿងពាក្យថាវិនិយោគហ្នឹងអញ្ចឹងនៅក្នុងកិច្ចការងារទាំងឡាយហ្នឹងរឿងទាំងអស់នេះវាល្អទេតាក់ទងជាមួយនឹងកូនចៅមនុស្សនៅក្រោមបង្គាប់ជីវិតរបស់យើងជោគជ័យទេនៅពេលដែលយើងមានវ័យច្រើននោះអញ្ចឹងទាំងអស់នេះវាមានរឿងល្អនិងមានរឿងដែលយើងគួរប្រុងប្រយ័ត្នដែរអញ្ចឹងរឿងល្អនោះគឺស្ថិតនៅក្នុងកត្តាទាំងអស់នេះវាបាននាំមកនូវភាពលេចធ្លោការឡើងនៅឋានៈការឡើងនៅតំណែងហើយបង្ហាញពីគម្រោងឬក៏អាជីវកម្មរបស់លោកអ្នកគឺទទួលបានភាពជោគជ័យនិងការគ្រប់គ្រងនិងភាពរីកចម្រើនទៅមុខបាទហើយក៏បង្ហាញថា
រក្សាទ្រព្យលុយកាក់វាជួយឲ្យយើងមានសមត្ថភាពនៅក្នុងការសន្សំទ្រព្យដើម្បីធ្វើការវិនិយោគអាជីវកម្មបានល្អនិងមិនងាយហូរលុយចេញទៅវិញទេបាទគឺថាចេញតែត្រឹមកិច្ចការងារវិនិយោគរបស់យើងបាទហើយតំណាងឲ្យអំណាចសមត្ថភាពនៅក្នុងការដឹកនាំសម្រាប់ចិត្តដាច់ខាតដែលនាំឲ្យយើងមានឥទ្ធិពលក្នុងការគោរពកោតខ្លាចចេញពីកូនចៅនិងបុគ្គលិកក្រៅបង្គាប់បាទនៅក្នុងផលនៃការវិនិយោគយើងនឹងយើងមានភាពដឹកនាំច្រើននៅក្នុងការប្រកួតប្រជែងដើម្បីឈ្នះកិច្ចការងារនៅក្នុងទីផ្សារទាំងឡាយនៅក្នុងការប្រកួតប្រជែងនៅក្នុងរឿងល្អៗរបស់យើងអញ្ចឹងកិច្ចប្រកួតប្រជែងទាំងអស់នោះកើតនៅក្នុងថ្ងៃណាដែលវាមានភាពដឹកនាំដើម្បីប្រជែងនឹងការងារទាំងអស់ហ្នឹងវាមានភាពលេចធ្លោឡើងបាទអញ្ចឹងសេចក្តីដែលយើងគួរយល់ដឹងហ្នឹងស្ថិតនៅក្នុងថ្ងៃទី14ខែ7ហ្នឹងវាមានភាពលេចធ្លោច្រើនជាងគេបំផុតដែលយើងត្រូវដឹងណាហើយនៅក្នុងវ័យចាស់របស់យើងក្តីនៅក្នុងការងារតូចធំយើងអាចទិញទ្រព្យបានច្រើនទិញទ្រព្យអញ្ចឹងទ្រព្យក្តីសុខភាពតំណាក់តំណងទាំងអស់ហ្នឹងវាកើតមាននៅក្នុងថ្ងៃណាខ្លះបងប្អូនអញ្ចឹងវាកើតនៅក្នុងថ្ងៃទី22និងថ្ងៃទី12សម្រាប់ខែ7នេះយើងអាចទិញទ្រព្យបានបាទអញ្ចឹងនៅក្នុងរឿងល្អៗហ្នឹងគឺថាយើងគួរមានសេចក្តីប្រុងប្រយ័ត្នដែរអញ្ចឹងសេចក្តីដែលយើងគួរប្រុងប្រយ័ត្នហ្នឹងគឺការបាត់ទ្រព្យសម្បត្តិការបាត់បង់លុយកាក់ឬក៏ចោរកម្មផ្សេងដែលយើងចេញទៅខាងក្រៅឬក៏កូនចៅរបស់យើងហ្នឹងខ្លាចធ្វើវាបាក់បែកឬក៏លេចធ្លាយខូចខាតវត្ថុធាតុដើមឬក៏ឃ្លាំងហ្នឹងវាត្រូវលិចបាទលិចទឹកធ្វើឲ្យខូចស្រក់ចំទៅលើវត្ថុធាតុដើមនឹងខូចឧបករណ៍សម្ភារៈប្រើប្រាស់នៅក្នុងឃ្លាំងចឹងជាពិសេសគឺថារឿងទឹកបាទទឹកនឹងវាហូរវាស្រក់វាចូលនៅក្នុងឃ្លាំងអីក៏ដោយគឺថាយើងត្រូវប្រុងប្រយ័ត្នចំពោះកិច្ចការងារទាំងអស់ហ្នឹងអញ្ចឹងសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបន្ថែមដើម្បីឲ្យភាពមានបានការងារទ្រព្យសម្បត្តិឬក៏កិច្ចការងារទ្រព្យរបស់យើងវាគង់វង្សវាត្រូវប្រុងប្រយ័ត្នសេចក្តីបន្ថែមអញ្ចឹងសេចក្តីយើងគួរប្រុងប្រយ័ត្នគឺថាវាអាចនាំមកនឹងការផ្លាស់ប្ដូរធំការវឹកវរខ្លាំងអារម្មណ៍តានតឹងនៅក្នុងគំនិតហើយនៅក្នុងនោះបង្កឲ្យមានចំនួនពាក្យសម្ដីការយល់ច្រឡំជាមួយដៃគូចំនួនបញ្ហាផ្លូវច្បាប់កិច្ចសន្យាហើយបើយើងទៅធ្វើកិច្ចការងារនឹងធ្វើប្រហែសណាមួយទៀតគឺតំណាងឲ្យគ្រោះថ្នាក់ជាយថាហេតុការមុតរោគរបួសដោយវត្ថុមុតស្រួចការវះកាត់ឲ្យគូប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនិងការប្រើប្រាស់ឧបករណ៍សម្ភារៈផ្សេងជាពិសេសបង្ហាញអំពីរឿងធម្មពលខ្លាំងក្លាដែលបង្ហាញធ្វើឲ្យចិត្តយើងនឹងវាជជែករឹងរូសដាច់ខាតហើយវាបង្កឲ្យយើងកើតទៅជាផ្លូវខុសអញ្ចឹងវាអាចធ្វើឲ្យអារម្មណ៍យើងឆេវឆាវសម្រាប់ចិត្តលឿនពេករហូតទៅដល់ខូចការងារនិងបាត់បង់លុយកាក់បាននេះគឺជាអ្វីដែលយើងគួរយកចិត្តទុកដាក់ដូច្នេះហើយមនុស្សប្រស័យដែលកើតនៅក្នុងរាសីឆ្នាំរោងដែលមានផ្កាយជីវិតលេខ9បងប្អូនអាចរក្សាភាពមានបានសេចក្តីសុខសុភមង្គលនិងការអភិវឌ្ឍគឺអាស្រ័យរឿងថានៅពេលយើងជួបឧបសគ្គគឺមានមិត្តសម្លាញ់សម្ងាត់ដែលអាចជួយយើងបានអញ្ចឹងយើងអាចពឹងពាររកគាត់មិនថាក្នុងនៃកំណត់ស្មារតីការអភិវឌ្ឍទ្រព្យសម្បត្តិបញ្ហាឧបសគ្គតូចតាចធំដុំមិនក៏ដោយចឹងយើងអាចពឹងពាររកគាត់ដើម្បីជួយបាទចឹងមនុស្សទាំងឡាយគឺរីកចម្រើនព្រោះរឿងអាស្រ័យគ្នាមិនអាចនឹងឯកោតែឯងទេអញ្ចឹងយើងឃើញថាមនុស្សដែលកើតនៅក្នុងរាសីឆ្នាំរោងដែលមានកាយជីវិតលេខ9បើជួបបញ្ហាឧបសគ្គតូចធំផ្នែកទ្រព្យសម្បត្តិហិរញ្ញវត្ថុបញ្ហាផ្លូវច្បាប់ឧបសគ្គនានាកត្តានៅក្នុងការរៀបរយលើទ្រព្យសម្បត្តិអីជាដើមហ្នឹងគឺអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវ1ឆ្នាំម្បែ2ហ្នឹងអាចជួយរោងលោកអ្នកបានហើយបើតកតងជាមួយនឹងការដោះស្រាយបញ្ហាតូចធំកំណត់វិធីការសិក្សាស្រាវជ្រាវការអភិវឌ្ឍផលិតផលអ្នកកាត់ឆាំវោកអាចជួយរោគលោកអ្នកបានសម្រាប់ការធ្វើការតំណែងតំណងទីផ្សារឱកាសនៅក្នុងការបិទការលក់ការកសាងកេរ្តិ៍ឈ្មោះនៅក្នុងបណ្ដាញសង្គមឬក៏សង្គមភាពល្បីល្បាញម៉ាកយីហោរបស់លោកអ្នកគឺរិស័យឆ្នាំរោងរបស់លោកអ្នកទៅពឹងពាររកមនុស្សដែលកើតនៅក្នុងឆ្នាំរកាបាទហើយសម្រាប់កំណត់ចំនួនការអភិវឌ្ឍការធ្វើដំណើរនៅក្នុងន័យប្រមូលទ្រព្យប្រមូលនៅផលប្រយោជន៍កំណត់អាជីវកម្មការបង្កើតអាជីវកម្មផ្សេងអ្នកឆ្នាំខាលមានកំណត់ច្រើនជាមួយនឹង
រឿងទាំងអស់ហ្នឹងរិស័យចាំរងរបស់លោកអ្នកអាចទៅពឹងពារគាត់បានបាទនៅក្នុងនោះផងដែរយើងកុំភ្លេចថាទីតាំងដែលយើងរស់នៅជាអតិពលទៅដល់ជោគជតារិស័យរបស់យើងសុខភាពរបស់យើងជាក់ស្ដែងបញ្ហាផ្លូវចិត្តនិងឱកាសភាពមានបាននៅក្នុងការរកស៊ីឬក៏ការគ្រប់គ្រងដឹកនាំរបស់យើងមិនថាការងារនៅក្នុងក្រុមហ៊ុនឯកជនឬក៏ស្ថាប័នរដ្ឋវាតែងតែពាក់ព័ន្ធជានិច្ចអញ្ចឹងនៅក្នុងរឿងទាំងអស់នោះវាមានរឿងដែលយើងប្រើប្រាស់នៅក្នុងទិសមង្គលនិងទិសដែលយើងគួរប្រុងប្រយ័ត្នបាទអញ្ចឹងយើងថាតើរិស័យចាំរងរបស់លោកអ្នកដែលមានការជីវិតលេខ9មានទីតាំងណាខ្លះដែលនាំឲ្យជោគជតារិស័យរបស់យើងនឹងឡើងខ្ពស់ដដែលល្អប្រសើរហើយកន្លែងណាខ្លះដែលយើងរស់នៅធ្វើការរកស៊ីទៅធ្វើឲ្យរិស័យរបស់យើងធ្លាក់ចុះយើងនឹងធ្វើការបង្ហាញព័ត៌មានទាំងអស់នេះសម្រាប់រិស័យចាំរងលោកអ្នកអញ្ចឹងយើងមើលនៅក្នុងទីតាំងកន្លែងដែលយើងធ្វើការរស់នៅណានៅក្នុងរឿងល្អជាមុនសិនចឹងរឿងល្អដែលយើងប្រើប្រាស់ហ្នឹងគឺមានទីតាំងចំនួន4ទិសដែលនាំមកលើលាភសំណាងឱកាសនៅក្នុងការបង្កើនធ្វើឲ្យរិស័យរបស់យើងខ្លាំងរឹងមាំមានឱកាសនៅក្នុងភាពមានបានខាងផ្នែកទ្រព្យសម្បត្តិសិទ្ធិអំណាចសុខភាពស្នេហាក៏ដូចជាឱកាសនៅក្នុងការអភិវឌ្ឍគ្រប់សាច់រឿងទាំងអស់របស់រិស័យឆ្នាំរោងលោកអ្នកចឹងទិសល្អធំទាំង4នោះគឺទី1គឺទិសខាងកើតទី2ត្បូងកើតទី3ទិសខាងជើងនិងទី4គឺទិសខាងត្បូងបាទអញ្ចឹងសម្រាប់ទិសខាងកើតនោះតាក់ទងជាមួយនឹងរឿងទ្រព្យសម្បត្តិលុយកាក់មុខរបររកស៊ីអាជីវកម្មភាពជោគជ័យកិច្ចការងារអភិវឌ្ឍឡើងបុណ្យស័ក្តិរឿងល្អនឹងកើតមានឡើងចំពោះលោកអ្នកបាទគ្រប់កិច្ចការងារហើយទិសធំទី2គឺទិសខាងត្បូងកើតនេះបាននាំមកនៅសុខភាពល្អសុខុមាលភាពសុខទាំងកាយសប្បាយចិត្តហើយមានមនុស្សជួយជុំជែកស្រឡាញ់រាប់អាននិងយកអាសាយើងគ្រប់គ្នាគ្រប់ពេលគ្រប់ទីកន្លែងទាំងអស់ហើយបើយើងប្រើប្រាស់នៅក្នុងទិសខាងជើងគឺមានន័យថាតំណែងតំណងស្នេហាឱកាសនៅក្នុងគ្រួសារមិត្តភ័ក្តិចោះសម្រុងនឹងគ្នាមិនថានៅក្នុងតំណែងតំណងសង្គមឬក៏មនុស្សដែលនៅជុំវិញខ្លួនឬក៏ជំនួញបាទអញ្ចឹងវារឿងល្អហើយទិសធំល្អទី4នោះគឺទិសខាងត្បូងបាននាំមកនៅកំណត់ស្មារតីចិត្តការអភិវឌ្ឍការសិក្សារៀនសូត្រសមាធិចិត្តឬក៏ការគ្រប់គ្រងអារម្មណ៍ការអភិវឌ្ឍស្ថិរភាពការដឹកនាំឬក៏លំហូរសាច់ប្រាក់របស់យើងនេះគឺវាទៀងទាត់បាទនេះគឺជារឿងល្អដែលយើងប្រើប្រាស់នៅក្នុងចំណោមទិសទាំងឡាយដែលធ្វើឲ្យរិស័យរបស់យើងខ្លាំងរឹងមាំនិងមានសំណាងល្អយ៉ាងណាមិញយើងក៏ត្រូវប្រុងប្រយ័ត្នដែរនៅពេលដែលយើងដឹងរឿងល្អយើងគួរប្រុងប្រយ័ត្ននៅក្នុងរឿងមិនល្អទាំងឡាយដែលយើងប្រើប្រាស់ទៅមិនស័ក្តិសមជាមួយនឹងរិស័យឆាំរងរបស់លោកអ្នកដែលមានការជីវិតលេខ9អញ្ចឹងទិសទាំងអស់នេះវានាំមកនៅអភិមង្គលមង្គលវានាំមកឲ្យយើងរិស័យធ្លាក់ចុះវានាំមកនៅបញ្ហាវិបត្តិចំនួនផាត់ក្បត់ចំនួនទំនាស់បញ្ហាក្តីក្តាំស្នេហាត្រីកោណរឿងអាស្រូវសុខបញ្ហាសុខភាពខ្សែធនអីជាដើមឬក៏បញ្ហាចោរកម្មអីអគិភ័យសិតតែជារឿងដែលយើងគួរយកដឹងនិងប្រុងប្រយ័ត្នបាទអញ្ចឹងរឿងមិនល្អនេះគឺតាក់ទងការចេញពីទិសធំទាំង4ដែលយើងគួរយល់ដឹងនិងចងចាំទិសមិនល្អសម្រាប់លោកអ្នកហ្នឹងគឺថាទី1គឺទិសខាងជើងកើតទី2ខាងលិចទី3ត្បូងលិចនិងទី4គឺទិសខាងជើងលិចបាទឥឡូវយើងមកមើលនៅក្នុងសេចក្តីល្អបន្ថែមទៀតនៅក្នុងឱកាសនេះសម្រាប់ខែ7នេះបងប្អូនត្រូវដឹងថាយើងបានពិនិត្យមើលនៅក្នុងទិសដែលនាំមកមង្គលបាទឲ្យយើងហើយអញ្ចឹងទិសធំទាំង4ដែលមាននៅក្នុងនោះគឺទិសកើតត្បូងកើតជើងនិងត្បូងល្អសម្រាប់រិស័យឆាំរងដែលមានការជីវិតលេខ9របស់លោកអ្នកសំណួរសួរថាតើទិសល្អទាំង4នេះយើងអាចប្រើប្រាស់ជាអ្វីខ្លះទៀតទៅដែលនាំមកទ្រព្យសេចក្តីសុខសុភមង្គលភាពមានបានរបស់យើងឥឡូវយើងឧទាហរណ៍យើងលើកទិសធំល្អទី1លំដាប់ទី1ដែលតាក់ទងជាមួយនឹងទិសខាងកើតនេះដែលនាំមកនូវទ្រព្យសម្បត្តិភាពជោគជ័យមុខរបរអាជីវកម្មទាំងឡាយនៅក្នុងកិច្ចការងារអភិវឌ្ឍអញ្ចឹងយើងបើសិនជាយើងមានឱកាសប្រើប្រាស់នៅក្នុងទិសហ្នឹងហើយទិសនេះសូមបញ្ជាក់ទាំងអស់នេះមិនមែនប្រើនៅក្នុងកន្លែងយើងទេណាមិនមែនផ្ទះអាគាររបស់យើងប្រើនៅតាណាស្រេចតែនឹងយើងព្រោះហុងស៊ុយកិច្ចការងារទាំងឡាយនេះគឺមានខាងក្នុងខាងក្រៅបងប្អូនអាចប្រើប្រាស់បានទាំងអស់ឲ្យតែយើងដាក់ទូរស័ព្ទមកយើងមើលដែរចេញនៅក្នុងត្រៃវិស័យរបស់យើងឬក៏ compass របស់យើងហ្នឹងចេញអក្សរ E direction របស់វាគឺអក្សរ E យើងអាចប្រើប្រាស់បាននៅក្នុងទីតាំងហ្នឹងហើយមិនថានៅជ្រុងណាកិច្ចការងារខាងក្រៅនៅហាងកាហ្វេនៅណាហ្នឹងបងប្អូនអាចប្រើប្រាស់បានទេអញ្ចឹងឥឡូវយើងយករឿងហ្នឹងយកមកប្រើមកនៅក្នុងជ្រុងនៃទិសខាងកើតហ្នឹងបងប្អូនបើតាក់ទងជាមួយនឹងរឿងលុយកាក់ចរចាចំនួនអីបងប្អូនអាចប្រើប្រាស់អង្គុយបែរមុខមានន័យថាយើងប្រើប្រាស់
ជ្រុងទិសខាងកើតហើយយើងអង្គុយចរចាចំនួនការងារអភិវឌ្ឍរឿងលុយកាក់ទាំងអស់ហ្នឹងណាបែរមុខទៅត្បូងកើតមួយបែរមុខទៅទិសខាងត្បូងនេះពីរបងប្អូនសាប់តនេះអញ្ចឹងនេះគឺជាទិសជំរុញល្អនៅក្នុងល្អដែលយើងប្រើប្រាស់ចេញអំពីទិសខាងកើតមកកុំយកអាទិសពាក្យហ្នឹងយកទៅផ្គុំជាមួយអាទិសមិនល្អរបស់យើងដែលយើងបានរ៉ាយរ៉ាប់មិញណាអាទិសមិនល្អនោះវាមិនល្អជាអចិន្ត្រៃយ៍យូរបែបតែអានេះគឺគេប្រើប្រាស់នៅក្នុងធម្មពលមកដែលយើងប្រើប្រាស់ឬក៏ទីតាំងដែលយើងកំពុងប្រើក្នុងពេលចរចាកិច្ចការងារហ្នឹងដើម្បីជួយពន្លឿនចេញអំពីទិសល្អរបស់យើងតើបាននេះចឹងមួយទៀតបើបងប្អូនត្រូវការប្រើប្រាស់នៅក្នុងការរកជំនួយការគ្រប់គ្រងចេញអំពីថ្នាក់លើចវាយនាយឬក៏កិច្ចការងារជំនួយចេញការគ្រប់គ្រងចេញពីអតិថិជនបងប្អូនប្រើប្រាស់នៅក្នុងទិសខាងកើតហើយបងប្អូនបែរខ្នងវិញបាទបែរខ្នងទៅទិសខាងត្បូងលិចមួយទិសខាងជើងនេះពីរបាទអញ្ចឹងចរចាក្នុងរយៈពេលប្រហែលម៉ោងរបស់អូនចរចានឹងទទួលបានផលចំណេញច្រើនបាទរឿងតាក់ទងជាមួយនឹងការរកស៊ីលក់ដូរការលក់អនឡាញអីជាដើមឬក៏ការផ្សព្វផ្សាយទីផ្សារ marketing យុទ្ធនាការផ្សព្វផ្សាយការលក់បិទការលក់ទាំងឡាយបងប្អូនប្រើប្រាស់ក្នុងទិសចំណោមទិសធំ9មកហើយបងប្អូនប្រើប្រាស់នៅក្នុងរឿងល្អឥឡូវយើងលើកតែទិសមួយនឹងទេទិសមួយនឹងដើម្បីឲ្យបងប្អូនងាយស្រួលចាំហើយអាទិស4 3នេះ3ទៀតមានត្បូងកើតមានជើងមានត្បូងនោះប្រើប្រាស់ខ្លួនឯងទៅគាត់សន្មតលើកឧទាហរណ៍មួយដើម្បីងាយស្រួលយល់ឥឡូវទៅតាក់ទងរឿងរកស៊ីហ្នឹងបងប្អូនប្រើប្រាស់ទិសខាងកើតមកហើយបងប្អូនបែរមុខវិញណាបែរមុខទៅទិសខាងជើងកើតនេះមួយបែរមុខទៅទិសខាងកើតនេះពីរបាទអាហ្នឹងយើងប្រើប្រាស់ក្នុងរយៈពេលតែត្រឹម1ម៉ោងឬ2ម៉ោងតាមជាក់ស្ដែងបើថាបងប្អូនមានសកម្មភាពយូរយ៉ាងយូរផុត4ម៉ោងបានហើយចឹង4ម៉ោងនេះគេថាទិសនេះវាមានធម៌ពលខ្លាំងអញ្ចឹងកាលណាយើងប្រើប្រាស់ទៅវាដូចថាសុខភាពយើងវាអាចចុះខ្សោយខ្លះចឹងវាមានបញ្ហាសុខភាពអីខ្លះអញ្ចឹងទៅអញ្ចឹងក៏គុំគួរប្រើយូរត្រឹមប៉ុណ្ណឹងបានហើយ4ម៉ោងច្រើនផុតណាអញ្ចឹងវាល្អនោះត្រឹម2ម៉ោងទៅបាទអញ្ចឹងយើងប្រើប្រាស់អញ្ចឹងគឺធម៌ពលក្នុងការជួយជំរុញនោះមិនថាការលក់ការបំផ្ទុះ boost នៅលើ page នៅលើ online social media ឬក៏ការធ្វើព្រឹត្តិការណ៍ marketing នៅលើ online ក្តីនៅខាងក្រៅក្តីនឹងទទួលបានការគ្រប់គ្រងច្រើនចេញអំពីមហាជនឬអតិថិជននេះគឺជាអ្វីដែលយើងត្រូវដឹងពេលយើងប្រើហើយយើងទៅរកទិសសុខភាពរបស់យើងវិញទៅទិសសុខភាពគឺទិសខាងត្បូងកើតរបស់យើងហើយសម្រាប់ឬក៏ញ៉ាំអាហារបើវិញមកសុខភាពយើងវារៀងស្រួលវិញហើយបាទអញ្ចឹងនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងសេចក្តីតាក់ទងនឹងរឿងរិស័យឆ្នាំរោងរបស់លោកអ្នកស្ថិតនៅក្នុងខែ7នេះសេចក្តីទាំងឡាយការគួរព័ត៌មានល្អគឺលោកអ្នកសម្រាប់ចាត់ការជាប្រយោជន៍គ្រប់យ៉ាងសូមជឿដោយបញ្ញាហើយបងប្អូនលោកអ្នកទទួលបានសេចក្តីសុខនិងភាពមានបានសមត្ថភាពនៅក្នុងការរកលុយរបស់បងប្អូនខាងខ្លាំងនិងទទួលបានភាពរីករាយគ្រប់គ្នាគ្រប់គ្រួសារជួបគ្នាក្នុងវីដេអូល្អៗជាបន្ត